បាទសួស្តីបងប្អូនអរគ្នានេះជាទស្សនវិជ្ជាចំការអំពើបែបកសិឧស្សាហកម្មរបស់ខាងលីយ៉ុងផាត់តាមមើលទៅនៅខាងអមលាំងនៅផ្លូវទៅទឹកជ្រោះជ្រាវណាបាទច្រើនហិកតារាប់រយហិកតាបាទហ្នឹងហើយនេះសិទ្ធិកម្មអំពើគាត់នេះហើយមានដើមត្រែងនោះដុះខ្ពស់ជាងដើមអំពើទៀតបាទនេះបាទគេមានផ្លូវសម្រាប់ឲ្យឡានគេចូលមកដឹកអំពើដឹកអីចឹងណាបាទច្រើនធំ60ហិកតាបាទកាត់ពី1ដល់1ខាងនេះវិញសន្លឹមហ្មងនឹងដល់ណាទេដាច់កន្ទុយភ្នែកនឹង60ហិកតាសិទ្ធិការអំពើទាំងអស់ហ្មងឡើយដល់ជើងភ្នំហ្នឹងអូនដល់ផ្លូវចូលទៀតនោះបាទអានេះផ្លូវខាងលិចចូលទៀតនោះឆ្ងាយផ្លូវចូលមកពីខ្នល់ជាតិមកមិញ